Bạnបងវីដេអូនេះគឺខ្ញុំធ្វើសម្រាប់ឡូនីមួយៗដែលភ្ញៀវគាត់បានទិញហើយនៅក្នុងគម្រោងភូមិចំការលំហែរបស់យើងអញ្ចឹងសម្រាប់បងប្អូនដែលឃើញវីដេអូរបស់ខ្ញុំនេះហើយមិនពិបាកក្នុងការស្វែងចិត្តទេបាទអាចថាដូចខ្ញុំធ្វើគាត់បង្ហាញអញ្ចឹងទៅបាត់បង្ហាញតាមនៅក្នុងគម្រោងតែម្ដងអញ្ចឹងសម្រាប់ឡូដែលខ្ញុំកំពុងបង្ហាញនេះគឺឡូភ្ញៀវគាត់យកដល់14ឡូពីឡូ05 D05 រហូតដល់ D08 ចឹងឡូរបស់គាត់គឺគាត់អភិវឌ្ឍហើយគាត់អស់លំហែជាញឹកញាប់ហើយស្គាល់ថាជារៀងរាល់សប្តាហ៍តែម្ដងហើយឡូរបស់គាត់នេះអាចនឹងធ្វើ resort បានទៀតដោយសារដីរៀងធំហើយគាត់មានដាំដំណាំជាដំណាំផ្លែឈើហូបផ្លែក៏ជាដំណាំដើមពិនិត្យបាទថ្ងៃក្រោយទៅអាចធ្វើជា resort បានពីព្រោះនៅក្នុងដីរបស់គាត់នោះគឺគាត់មានរៀបជាស្រះទឹកអាងហែបទឹកនៅក្នុងនោះទៀតអញ្ចឹងទីតាំងបូកជាមួយទីតាំងស្អាតហើយការអភិវឌ្ឍរបស់គាត់ល្អបាទអញ្ចឹងបើសិនបងប្អូនចាប់អារម្មណ៍បងប្អូនអាចតាមដានហើយនៅក្នុងខាងចុងវីដេអូខ្ញុំនឹងបង្ហាញជូនអំពី Plan Master Plan នៃគម្រោងរបស់ខ្ញុំថាឡូណាសល់ឡូណានៅហើយឡូណាដែលទៀតក្នុងនោះគាត់មានរៀបជាសួនរៀបជាកន្លែងក្មេងលេងបាទហើយលបងរបស់គាត់គឺខាងក្រុមហ៊ុនយើងរៀបចំជូនសេតហើយផ្ទះហើយយើងថែមឲ្យគាត់ហើយគាត់ឆ្នៃបន្ថែមទៀតបាទអញ្ចឹងសម្រាប់គម្រោងរបស់យើងបងប្អូនទិញហើយគឺបានប្លង់រឹងបាទទិញហើយគឺយើងបកគលប្លង់រឹងជូនតែម្ដងហ្នឹងអញ្ចឹងនៅក្នុងចុងវីដេអូនេះយើងមានប្លង់ Master Plan បង្ហាញជូនបងប្អូនដែរបាទអញ្ចឹងប្លង់ Master Plan នេះពណ៌លឿងញូយកហើយបាទពណ៌លឿងយកនៅពណ៌សបងប្អូនបានឃើញបងប្អូនអាចមើលបានហើយចាប់អារម្មណ៍អាចអញ្ជើញមកទីតាំងផ្ទាល់